បាទថ្ងៃនេះមើលរបៀបគូអក្សរកហើយខ្ញុំសាកភ្ជាប់ជាមួយនឹងស្រៈបាទនេះខ្ញុំតើចិត្តបន្តិចអាចគូបានពីររបៀបប៉ុន្តែឲ្យខុសឲ្យត្រូវយ៉ាងណានោះខ្ញុំមិនហ៊ានបង្គាប់បញ្ជាឬក៏ថាឲ្យច្បាស់នោះទេព្រោះគូទៅតាមទំនងនៃតួអក្សរប៉ុណ្ណោះបាទអញ្ចឹងរបៀបទី1អាចគូកោងអញ្ចឹងមកសិនមកហើយនេះចាប់ទាញឡើងលើហើយនឹងដាក់សក់ទៅតាមក្រោយបាទហើយមួយរបៀបទៀតយើងអាចបានបន្តមកអក្សរខគូបែបនេះខ្ញុំគូទៅនេះរៀងប៉ោងបន្តិចហើយអញ្ចឹងសេនេះមក1ទាញមកចេះមក2ចុចបន្តិច3ឡើងមកចេះ4អាចថា4ជំហានហ្នឹងគូអក្សរខបានដែរអក្សរខហ្នឹងគៀកនឹងបច្ចុប្បន្នមែនតើប៉ុន្តែយើងមើលទៅឃើញជើងខអត់ខុសគ្នាពីខហ្នឹងសោះអត់ខុសគ្នាពីខហ្នឹងទេហើយបើប្រសិនបើដាច់កន្លែងនេះដាច់កន្លែងហ្នឹងច្បាស់ទៅជាជើងចមិនខានទេបាទហើយបើឈរបាទឥឡូវនេះយើងមកមើលអក្សរកខ្ញុំគូរៀងធំនេះទៅវាអត់សូវមូលស្អាតណាវាអាចធ្វើឲ្យវែងជាងនឹងបន្តិចក៏បានដែរគូមួយចឹងមកបាទរាប់ថាមួយចុះហើយនឹងគូសក់របស់វា2សក់ពេលខ្លះមកត្រង់ចេះទេបាទសក់ពេលខ្លះមកត្រង់សក់ពេលខ្លះបន្តិចចេះទេណាបាទជាប់បន្តិចទេបាទសម្រាប់ភ្ជាប់ស្រៈមកណាបាទបន្តិចទេតែខ្ញុំគូនេះរឿងវែងដើម្បីចង់បង្ហាញឲ្យឃើញអញ្ចឹងយើងមើលរូបនេះបើគោនៅតែឯងរូបគេបែបនេះតែបើគេឈរនៅជាមួយជើងរបស់ខ្លួនបាទជាបន្តទៅទៀតនេះគឺអក្សរខរូបរាងខគឺបែបនេះខ្ញុំសូមបង្ហាញការគូខនឹងអាចចាប់ទាញពីមកមុនអញ្ចឹងទៅចាត់ទុកថាទី1ទាំងអស់មាន6កនោះហើយគូចាប់ទាញប៉ុណ្ណេះថា2ឡើងទៅលើថា3ចាប់ទៅនេះតិចថា4ឡើងទៅលើ5ហើយនឹងដាក់សក់របស់គេបាទត្រង់នេះខ្ញុំមិនហ៊ានអះអាងឲ្យច្បាស់ថាសក់នៅត្រង់នេះឬក៏សក់នៅត្រង់នេះឲ្យច្បាស់ទេព្រោះឃើញមានបាទឥឡូវនេះមកស្គាល់អក្សរទី5ខ្ញុំគូសដូចជាពិបាកតិចហើយថាមាន5ជំហានប៉ុន្តែមិនពិបាកគូទេអ្នកសិក្សាអាចចាប់ទាញអញ្ចឹងទៅឡើងមកហើយនឹងបែបនេះដូចស្អាតពេកណាមែនតើទៅវាពេលខ្លះវាបាត់កន្លែងនេះបាត់បន្តិចបាត់អីចឹងដែរវាអត់ពេញលេញអញ្ចឹងទេហើយរូបនេះក៏លៀងពីសិលាចារឹកដែរបាទប្រគូឲ្យឃើញស្អាតទៅមានរូបរាងបែបហ្នឹងអញ្ចឹងអក្សរងរូបរាងបែបហ្នឹងហើយជើងង